ចឹងថ្ងៃនេះខ្ញុំប្រកាសណាអាត្មាភាពគឺលើកយកអំពីបញ្ហាខ្លះៗដែលតែងតែចោទសួរហើយមិនបានលម្អិតមែនតើទៅពាក់ព័ន្ធជាមួយនឹងលក្ខណៈនៃការរៀនគឺអាត្មាតែងតែបញ្ជាក់ឲ្យគ្រប់វីដេអូទាំងអស់ប៉ុន្តែមិនដឹងថាបងប្អូនបានស្ដាប់បញ្ចប់រាល់វីដេអូទាំងអស់ហ្នឹងឬក៏អត់ទេអញ្ចឹងថ្ងៃនេះលើកយកពាក់ព័ន្ធជាមួយនឹងប្រណមខ្លះរួមជាមួយនឹងចរិតលក្ខណៈពីមុននៃការរៀនហ្នឹងគេរៀនយ៉ាងម៉េចមែនតើការដែលខ្ញុំប្រកាសណាអាត្មាភាពចូលទៅរៀនក្នុងសំណាក់គ្រូអាត្មាក៏ជាសង្ឃដែរកាលនោះគឺខ្ញុំប្រកាសណានឹងបានរៀបចំកំណល់គ្រូនឹងគឺខណ្ឌ5នៅពេលដែលបានរៀបចំនៅខណ្ឌ5អញ្ចឹងហើយមានកិច្ចវន្ទាថ្វាយបង្គំសុំជាគ្រូដើម្បីរៀនតែទៅក៏មានការលើកនៅពាក្យសម្បត្តិនិងការតាំងចិត្តថាយើងរៀនដើម្បីអីហើយមួយយ៉ាងវិញទៀតនោះនៅពេលដែលអញ្ចឹងហើយគ្រូចាប់ផ្ដើមឲ្យនៅអវាទខ្លះរួមជាមួយនឹងបំរាមដែលយើងហៅថាត្រណមនោះដើម្បីយ៉ាងម៉េចដើម្បីកុំឲ្យយើងនឹងដើរវាចដើម្បីកុំឲ្យគេថាបើយើងរៀនហើយនឹងវាខ្សោយប៉ុន្តែបើយើងមើលកាលពីមុនវិញកាលពីបុរាណវិញគេមានចរិតនៃការរៀនរបស់គេហ្នឹងដូចយើងដែរប៉ុន្តែគ្រាន់តែខុសខ្លះកាលពីមុនពីបុរាណគេរៀនគេត្រូវមើលចរិតលក្ខណៈបុគ្គលនោះគេមិនងាយនឹងបង្រៀនទេឧទាហរណ៍ថាបុគ្គលនោះជាមនុស្សល្មុកជាមនុស្សមានទោសៈច្រើនជាមនុស្សឈួតវង្វេងអញ្ចឹងកាលណាបើសិនជាបង្រៀនមុនគាថាដល់បុគ្គលនោះវាអាចនាំវិនាសកម្មដល់នគរដល់ទឹកដីដល់មនុស្សជុំវិញខ្លួនអញ្ចឹងលោកអត់បរៀនទេកុលបុត្រឯណាដែលចូលទៅរៀនគឺត្រូវតែស្អាតដោយកាយស្អាតដោយវាចាស្អាតដោយចិត្តចំពោះខលលក្ខខណ្ឌនេះគឺក្នុងពុទ្ធសាសនាទេប៉ុន្តែបច្ចេកទេសពុទ្ធសាសនាមិនមែនជារឿងចឹងទេប៉ុន្តែបុរាណយើងបានយកច្បាប់ដែលព្រះសម្មាសម្ពុទ្ធបញ្ញត្តិឡើងហ្នឹងមកអប់រំមកចងចំពោះកុលបុត្រទាំងឡាយណាដែលបានចូលរៀនក្នុងសំណាក់របស់លោកទីមួយលោកហាមថាកុលបុត្រដែលមករៀនត្រូវស្អាតដោយកាយចំពោះស្អាតដោយកាយនេះមិនមែនរូបសម្ផស្សសម្បុរពណ៌សម្បុរល្អស្អាតរូបល្អមុខល្អចំពោះការស្អាតនេះគឺលោកចង់បញ្ជាក់ថាទី1គឺកាយនឹងមិនសម្លាប់ហើយការសម្លាប់នោះទៀតសោតមនុស្សសត្វគ្រប់ប្រភេទទាំងអស់គឺអត់នោះទេទី2កាយនោះគឺមិនទៅកាន់យកលួចឆក់ដណ្ដើមរបស់អ្នកដទៃក៏អត់ដែរដល់ទី3អត់មានទៅស្នេហាផិតក្បត់ជាមួយភរិយាជាមួយបុរសដទៃក៏អត់ដែរបុគ្គលដែលមានចរិតលក្ខណៈអញ្ចឹងមិនអាចរៀនបានពីមុនគឺលោកបញ្ញត្តិអញ្ចឹងមកដល់មួយទៀតវាចាស្អាតវាចាស្អាតនេះមាន4ទី1នោះលោកឲ្យយើងពោលពាក្យសច្ចៈក្នុងជំនុំពាក្យសច្ចៈហ្នឹងអត់ឲ្យយើងកុហកទេដល់ទី2នោះលោកប្រាប់មិនឲ្យយើងហ្នឹងនិយាយពាក្យតកោះបោះបោកជេរបតិចផ្ដាសាអ្នកដទៃដល់ទី3គឺលោកហាម5យើងហ្នឹងមិនឲ្យទៅនិយាយញុះញង់សោកសៀតបំបាក់ជនដទៃមិនឲ្យគេរស់នៅសុខជាមួយគ្នាក៏អត់ដែរដល់ទី4នោះលោកឲ្យយើងពោលពាក្យណាដែលជាប្រយោជន៍បានហើយចំពោះពាក្យទាំងឡាយណាដែលមិនមានប្រយោជន៍ហ្នឹងមិនឲ្យពោលនោះទេនឹងចំពោះសម្ដីឬក៏វាចាស្អាតចំពោះចិត្តវិញចំពោះចិត្តលោកប្រាប់យើងថាឲ្យយើងនឹងទី1ឲ្យចិញ្ចឹមចិត្តដែលមិនចង់បានវត្ថុទ្រព្យសម្បត្តិរបស់អ្នកដទៃដល់ទី2ឲ្យយើងចិញ្ចឹមចិត្តមិនឲ្យចង់គំនុំគុំគួនរងចាំការព្យាបាលដល់ជនដទៃថាអត់ដែរដល់ចុងក្រោយ
ទី3លោកឲ្យយើងនឹងមានសមាទិដ្ឋិសមាទិដ្ឋិនៅក្នុងទីនេះគឺយើងគួរតែផ្ដើមដំបូងឡើយគឺយើងជឿនៅកម្មផលជឿថាសត្វទាំងឡាយតែងតែប្រព្រឹត្តទៅតាមកម្មរបស់ខ្លួនសត្វឯណាដែលធ្វើនៅអំពើល្អរមែងបានផលល្អសត្វឯណាដែលធ្វើនៅអំពើអាក្រក់រមែងបានផលអាក្រក់អញ្ចឹងការស្អាតដោយកាយដោយវិចារដោយចិត្តដែលលោកបញ្ញត្តិតាំងពីបុរាណមកគឺបញ្ញត្តិអញ្ចឹងឲ្យយើងធ្វើអញ្ចឹងប៉ុន្តែនៅពេលដែលចាប់ផ្ដើមអ្នករៀនចាប់ផ្ដើមមានគំនិតផ្សេងទៀតធ្វើឲ្យអានុភាពរបស់មុននឹងវាផ្សេងដែរចាប់ផ្ដើមមានមុខ2មុខ3អញ្ចឹងឧទាហរណ៍ថាដំបូងឡើយត្រង់ភ្លឹងនេះសម្រាប់តែដោះសម្រាប់តែបន្សាបទេដល់ពេលទៅវាចាប់ផ្ដើមអានុភាពធ្លាក់ចុះឬក៏ម្យ៉ាងទៀតទៅរៀនដោយមិនគោរពតាមដំណំការហាម5របស់គ្រូអញ្ចឹងទៅវាចាប់ផ្ដើមបែរចេញជាអីផ្សេងទៅចេញជាធ្ងប់ទៅចេញជាអីផ្សេងទៅចាប់ផ្ដើមមានសមានខ្មៅអញ្ចឹងទៅចំពោះតំណមួយទៀតលោកហាមយើងនឹងសាច់ឆ្កែមិនឲ្យបរិភោគទេហើយក៏មានសំណាក់គ្រូខ្លះទៀតហ្នឹងក៏គាត់ហាមមិនឲ្យបរិភោគរហូតដល់សាច់គោទៀតផងប៉ុន្តែអាត្មាបញ្ជាក់ថាចំពោះសាច់គោនេះកាលពីបុរាណមិនថាអ្នករៀនមុនអាគមឬក៏អ្នកមិនរៀនទេគេអត់បរិភោគដូចគ្នាបើហេតុថាម៉េចបានគេមិនបរិភោគបើយោងតាមប្រវត្តិសាស្ត្រខ្មែរដូនតាយើងគឺដឹងគុណណាស់ចំពោះសត្វគោហើយបញ្ជាក់ថាមិនមែនជំនឿទៅរឿងព្រះគោព្រះកែវនោះទេការមិនបរិភោគសាច់គោនេះគឺលោកចង់សំដៅដល់ការដឹងគុណដោយសារតែសត្វទាំងអស់នោះបានបម្រើមនុស្សយកកម្លាំងរបស់ពួកគេនឹងទៅចិញ្ចឹមមនុស្សដោយការអូសនង្គ័លអូរនោះដើម្បីឲ្យមនុស្សនឹងអាចដាំដុះបានអាចចិញ្ចឹមជីវិតបានដល់ពេលអញ្ចឹងបុរាណលោកមិនដាច់ចិត្តនឹងការបរិភោគទេអានេះជាហេតុផលដែលគេមិនបរិភោគប៉ុន្តែមកដល់ចំនួនក្រោយយើងអានេះមិនដឹងហេតុផលដែលគេមិនអោយបរិភោគយើងបែរជានាំគ្នាគិតថាដោយសារតែខ្មែរយើងមានព្រះគោដោយសារតែខ្មែរយើងមានព្រះកែវថាអត់អញ្ចឹងទេសូមទៅមើលប្រវត្តិសាស្ត្រម្ដងទៀតកុំយកជំនឿទាំងឡាយនឹងមកបាំងមុខយើងអត់សោះរឿងទី2ស្ថិតនៅក្នុងសិល5គឺការមិនសេពកម្មគុណជាមួយតរិយាដែលគេមានម្ចាស់ហួងហែងម្ចាស់ហួងហែងនេះស្ត្រីហួងហែងដែលគេហួងហែងនេះមាន20ចម្ពោះស្ត្រីម្យ៉ាងទៀតដែលក្តៅគឺស្ត្រីមានប្តីហើយបរិសុទ្ធឯណាដែលជាអ្នកស្ម័គ្រខាងរៀនមុនហើយទៅសេពកម្មគុណជាមួយស្ត្រីទាំងអស់នោះមុនមកខ្លួនឯងនឹងសាបរលាបហើយមិនគេសាបទេគឺសាបខ្លួនឯងទេចំណែកបុគ្គលឯណាដែលកាន់វត្ថុស័ក្តិសិទ្ធិមានយន្តកថាផ្នែកតាន់ចែកកាច់អីហ្នឹងហើយទៅខុសរឿងទាំងអស់ហ្នឹងក៏ដូចគ្នាវត្ថុទាំងអស់នោះគឺមិនរក្សាទេបុគ្គលឯណាដែលមានចិត្តកំណាញ់មានចិត្តលោភលន់មានចិត្តខឹងក្រោធជាប់ជាប្រកដីហ្នឹងមិនជឿកម្មផលហ្នឹងវត្ថុទាំងអស់នោះក៏មិនថែរក្សាដែរប៉ុន្តែយើងអត់ដែលយកចិត្តទុកដាក់ចំពោះរឿងទាំងអស់ហ្នឹងទេជាច្រើននឹងយកចិត្តទុកដាក់ទៅរឿងផ្សេងរហូតដល់មានជំនឿរហូតដល់គេបោកបានណាដោយសារយ៉ាងម៉េចដោយសារតែយើងភ្លេចយកតួបញ្ញានោះមកគិតបញ្ជាក់ផងដែរថាមុនទាំងអស់នេះគឺកើតចេញពីបញ្ញារបស់ពុទ្ធបរិស័ទយើងទាំងអស់មិនមែនគាត់ដេកសម័យកើតទេអត់ទេបើសិនជាបងប្អូនដឹងអំពីរបៀបនៃការស្វែងរកមុនរបស់ពួកគាត់បាននឹកថាខ្មែរអស្ចារ្យពុទ្ធបរិស័ទខ្មែរអស្ចារ្យណាស់ដែលមានវិធីសាស្ត្រក្នុងការស្វែងរកមន្តអាគមតាមរយៈការសមាធិអញ្ចឹងទៅប៉ុន្តែយើងបច្ចុប្បន្នអត់ទេយើងសរុបន័យថាឲ្យតែអ្នករៀនមន្តអាគមគេថាសត្វតែបុគ្គលឈួតនឹងជំនឿបញ្ជាក់ថាមិនមែនជាជំនឿទេជំនឿគឺជាការជឿដែលអត់មានបញ្ញាជំនឿគឺជាការជឿតគ្នាមកដោយអត់មានហេតុផលឧទាហរណ៍ថាជឿទៅលើរឿងអីមួយដែលយើងមិនដែលឃើញទេយើងជឿថានឹងមានការទៅសុំការទៅបួងសួងនឹងសិតតែបានតាមពិតមែនតែនទៅវាអាស្រ័យលើការខំប្រឹងរបស់យើងដែរទៅបើសិនជាយើងសុំហើយយើងអត់ធ្វើអីសោះតើវាបានឬអត់ប៉ុន្តែចំពោះអ្នករៀនមុនវិញគឺអត់ទេឧទាហរណ៍ថាពួកគេរៀនខាងគង់ស្បិតចឹងទៅ
គេកាប់ឲ្យមើលទៅបើកាប់ទៅមុតអានឹងថាវាអត់ប្រកែមែនប៉ុន្តែកាប់ទៅអត់មុតក៏មិនណារៀនខាងដោះអំពើអញ្ចឹងប៉ុន្តែអាការដោះខ្លះបោកដូចជាលូកដៃចេញដេកគោចេញមកអញ្ចឹងក្អួតចេញឈាមចេញដេកគោមកអញ្ចឹងធ្លាក់ស្បែកក្បីមកអញ្ចឹងវាចាំមែនហ្នឹងបើកោត្រូវអំពើគេប៉ែតមើលអត់ជាមកដល់ស្រោចទឹកមកផ្ទិលជាអាហ្នឹងយ៉ាងម៉េចវិញអញ្ចឹងការព្យាបាលតាមមុននេះគឺវាមានលក្ខណៈដូចជាប៉ែតដែរប៉ុន្តែតន្តែគេប្រើប្រាស់មុននឹងអធិដ្ឋានចិត្តរបស់គេកំអំណាចចិត្តរបស់គេនឹងដើម្បីព្យាបាលដោយមិនបាច់ចាំបាច់ប្រើថ្នាំប៉ែតទេនឹងបញ្ជាក់អញ្ចឹងសរុបសេចក្តីមកវិញថាពីបុរាណគេរៀនគេមានរដាប់គ្រូទី1ទី2គេត្រូវស្អាតដោយកាយវាចានិងចិត្តបុគ្គលមានចរិតលក្ខណៈបែបហ្នឹងមកគេឲ្យរៀនមិនបុគ្គលលោភលន់បុគ្គលមានទោសៈច្រើនវែងច្រើនហើយគេឲ្យរៀនទៅអត់ទេបុគ្គលប្រភេទហ្នឹងតែរៀនហើយប៉ះពាល់នគរប៉ះពាល់អ្នកជុំវិញខ្លួនហ្មងហើយទី3នោះតំណមមានសាច់តែប្រពន្ធគេកុំអំនួតតែហ្នឹង